ក្រសួងធនធានទឹកជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី20 ខែមិនិនាឆ្នាំ2026ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី20 ខែមិនិនាឆ្នាំ2026របបខ្យល់មូសុងអេសានដែលបក់មកលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22 ខែមិនិនាឆ្នាំ2026 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូកមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ធំកំពង់ឆ្នាំងសៀមរាបកំពង់ចាមត្បូងឃ្មុំស្វាយរៀងតាកែវព្រៃវែងកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺឧត្តរមានជ័យប៉ៃលិនព្រះវិហារក្រចេះស្ទឹងត្រែងមណ្ឌលគិរីជួរភ្នំដងរែងនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តរតនគិរីពុំមានភ្លៀងធ្លាក់ទេ 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន